ខ្លួនឯង architect យើងហ្នឹងអាចធ្វើ project interior design បានអត់គិតថាបានទេបានចំពោះខ្ញុំ it's a big yes I think we can do it architect can do interior design ប៉ុន្តែ don't expect it to be easy ចឹងថ្ងៃនេះខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលលើវេទិកានេះចំពោះគ្រូខ្ញុំផ្ទាល់ចំពោះសាស្ត្រាចារ្យ expert នៅក្នុង industry របស់យើងហ្នឹងព្រោះជាទាំងបងប្អូនជាពិសេសទៅគឺសិក្សាសិស្សអស់តែសិក្សានៅវិស័យ architecture and design ហ្នឹងអញ្ចឹងខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំបាទឈ្មោះ Jason សេរីផលគុណហើយខ្ញុំជា architect មកពីក្រុមហ៊ុន The Room Architecture and Design នៅទីនោះផងដែរគឺបានចូលរួមសិក្សាគម្រោងមួយចំនួនតាំងពីគម្រោង architecture ដល់គម្រោង interior design អញ្ចឹងគឺថាខ្ញុំមាន idea ខ្លះបែងចែកចំណែកដល់អ្នកទាំងអស់គ្នាដែលព័ន្ធនឹងវិស័យទាំងពីរហ្នឹងអញ្ចឹង topic របស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានចំណងជើងថា the overlapping practices of architecture and interior design មុនហេតុតែខ្ញុំលើក topic នេះមកដោយសារតែខ្ញុំសង្កេតឃើញថាការអនុវត្តឬក៏ការ practice វិស័យទាំងពីរនេះក្នុងស្រុកខ្មែររបស់យើងគឺវានៅមានភាពច្របូកច្របល់គ្នានៅឡើយហើយមុនហេតុនៅពីក្រោយវានេះគឺវាមានដូចជា the term interior design គឺវាថ្មីនៅក្នុងស្រុកខ្មែររបស់យើងជាពិសេសទៅគឺសម្រាប់អ្នកដែលគាត់មិនទាន់ចំពោះអ្នកដែលគាត់មិនមែននៅក្នុងវិស័យនោះហ្នឹងជាងតែតែសួរបងប្អូនយើងក៏ខ្លះហ្នឹងគេថាគាត់សួរយើងវិញថា interior design នេះគាត់ធ្វើគេហើយការងាររបស់ architect នេះគាត់ធ្វើខ្លះអញ្ចឹងបន្តមកទៀតក៏វាមានជាកត្តាមួយដែរគឺខ្ញុំសង្កេតឃើញថាសាកលវិទ្យាល័យក្នុងស្រុករបស់យើងនឹងវា option របស់វាគឺនឹងមានកំណត់នៅឡើយខ្ញុំបានឃើញពិតមែនថាយើងមានសាលាល្អៗជាច្រើនតែតម្លៃនេះគឺវាអាចខ្ពស់លើសពីអ្វីដែលគិតថាវា accessible និង affordable សម្រាប់មនុស្សទូទៅហ្នឹងអញ្ចឹងសាលាដែលមានគុណភាពហើយមានគិតថាវា affordable ហ្នឹងគឺវា option របស់វានៅមានតិចនៅឡើយជាងវិស័យ architecture របស់យើងមិនមានចំណុចមួយទៀតហើយកត្តាទាំងអស់នោះហើយគឺធ្វើឲ្យ firm របស់យើងនឹងតែងតែ hire architect ទៅ handle project interior ទៅវិញអញ្ចឹងកត្តាទាំងអស់នោះវាធ្វើឲ្យវិស័យទាំងពីរនេះកាន់តែលំដាប់គ្នាទៅមុខទៀតអញ្ចឹងដើម្បីឲ្យយើងយល់ច្បាស់អំពីជំនាញទាំងពីរហ្នឹងខ្ញុំចង់ចាប់ផ្ដើមអំពីភាពពាក់ព័ន្ធគ្នាឬក៏ភាពដូចគ្នានៃវិស័យទាំងពីរហ្នឹងតើអ្នកទាំងអស់គ្នាគិតថាវិស័យទាំងពីរហ្នឹងវាមានអីខ្លះដូចគ្នាសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគិតថាវាមាន3ចំណុចធំដែលទាំង architect ទាំង interior designer នឹងគាត់មានដូចគ្នាចំណុចទី1ហ្នឹងគឺជាខ្ញុំហៅវាថា coherent ចឹង architect ឬក៏ interior design ហ្នឹងគាត់តែចង់ធ្វើឲ្យ project របស់គាត់ហ្នឹងវា coherent ហ្នឹងខ្ញុំសូមចង់សម្ដៅយើងថា project មួយហ្នឹងវា understandable approachable accessible មានន័យថាយើងទៅដល់កន្លែងហ្នឹងមួយយើងដឹងថាវាជាអីគេទីតាំងហ្នឹងជាអីគេហើយយើងចូលតាមណាកន្លែងហ្នឹងជាអីគេចឹងមានន័យថា intention is very clear ចំពោះ project ដែលវាហ្នឹងហើយចំណុចទី2គឺ functional functional នេះគឺបើនិយាយទៅគឺវា is very basic មែនតើតែ architect ទាំង interior designer ក៏តែចង់ឲ្យ project របស់គាត់ហ្នឹងវា functional ដែរចឹងបើការងាររបស់គាត់មិនបានបម្រើដល់អ្នកប្រើប្រាស់ក៏មិនមាន function ទេគឺស្មើនឹង project មួយហ្នឹងបានប្រើចេញបាត់ទៅហើយចំណុចទី3នេះគឺ aesthetic នេះផងដែរគឺខ្ញុំសំដៅទៅលើវាអាចบอกវិញថាហើយពួកយើងចូលចិត្តប្រើពាក្យ trend ឬក៏ trendy ទៅ describe aesthetic ហ្នឹងប៉ុន្តែសម្រាប់ខ្ញុំគិតថាពាក្យថា trend នេះគឺវា short lived មានន័យថាវាផ្លាស់ប្ដូររហូតតាមសម័យកាលយូរណាស់ជាយើងអាច chasing trend បានទេបើយើងធ្វើអីមួយតាម trend មានន័យថាវាបាត់តម្លៃវាលះដូចគ្នាអញ្ចឹងចំពោះខ្ញុំផ្ទាល់នៅក្រុមការងារនៅក្រុមហ៊ុនហ្នឹងគឺភាគច្រើនគឺយើងចូលចិត្តធ្វើឲ្យ project របស់យើងហ្នឹងវាមានតម្លៃហើយវារក្សានូវសកម្មភាពបានយូរអង្វែងវា sustainable វាជួយ improve quality of living នេះក្នុងរយៈពេលវែងជាយើង chasing trend ហើយចំណុច aesthetic ផងដែរគឺខ្ញុំគ្រាន់តែជា bonus មួយទេវាគ្រាន់តែជាចំណុចមួយដែលវាទៅ complement ទៅលើ project មួយដែលវា already coherent and already functional ចឹងវាបានជួយ complement លើចំណុចទាំងពីរហ្នឹងឯង aesthetic alone doesn't work ចឹងយើងបានយល់ពីខ្លះអំពីភាពដូចគ្នារបស់វិស័យទាំងពីរហ្នឹងឯងខ្ញុំចង់ explore មកលើភាពខុសគ្នារវាងវិស័យទាំងពីរហ្នឹងវិញអញ្ចឹងអ្នកនរគ្នាអាចដឹងបានពីព្រោះបើយើងបកឯជាខ្មែរមក architect ជាស្ថាបត្យករហើយគាត់ចូលចិត្ត design តែនិយាយសួរថាតបតែខាងក្រៅ history of អាគារហ្នឹងហើយ interior designer បកជាខ្មែរមកគឺអ្នកតបតែខាងក្នុងប៉ុន្តែខ្ញុំចូលចិត្ត describe ការងារទាំងពីរហ្នឹងបែបនេះវិញគឺខ្ញុំមើលទៅ architect គឺជាអ្នកម្នាក់ដែលគាត់ធ្វើ project ហ្នឹង from a macro level មានន័យថាគាត់សិក្សាជារួមនៃគម្រោងមួយហ្នឹងគាត់មើលទាំងដីហ្នឹង
មានទំហំប៉ុណ្ណាហើយគាត់គួរតែដាក់គីនៅណាសិក្សាអំពី building orientation sunlight orientation building regulation ហើយក៏ដល់ layout របស់ភាសាទៀតហើយការងារគាត់ពីច្រើនគឺគាត់ត្រូវសហការជាមួយ structural engineering MEP designer and interior designer ដូចគ្នាដើម្បីឲ្យ project ហ្នឹងបញ្ចប់ទៅដោយមានសុវត្ថិភាពគុណភាពហើយបើយើងបកមកarchitect បកមក interior designer វិញការងាររបស់គាត់គឺ micro level មានន័យថាទោះបីជាការងាររបស់គាត់ធ្វើឡើងនៅស្ថិតនៅក្នុងអាគារដែល architect គូរួចហើយក៏ដោយប៉ុន្តែ attention to detail របស់គាត់គឺវាខ្ពស់ពីព្រោះអ្វីដែលគាត់ធ្វើរស់នៅជាមួយអ្នកប្រើប្រាស់រាល់ថ្ងៃតែម្ដងព្រមចាប់ដើមតាំងពីសាច់កណាត់តាំងពីប្រភេទពណ៌ជាតាំងពីតុតាំងពីសាឡុងរបស់យើងហ្នឹងគឺវាត្រូវការយល់ដឹងច្បាស់ពីអ្នកប្រើប្រាស់ដើម្បីឲ្យគាត់ប្រើប្រាស់ទៅវាសប្បាយចិត្តហើយនឹងវាស័ក្តិសមនឹងតម្រូវការរបស់គាត់ចឹង interior designer ផងដែរគឺគាត់ត្រូវការយល់ច្បាស់អំពី behavior និង lifestyle របស់ user យើងមិនមែនថា architect គាត់អត់បានគិតពីការប្រើប្រាស់របស់អ្នកប្រើប្រាស់ទេតែ interior designer ការងាររបស់គាត់គឺគាត់ធ្វើទៅអ្វីដែលអ្នកប្រើប្រាស់នេះរាល់ថ្ងៃមកនៅជាមួយរាល់ថ្ងៃហ្នឹងមកចឹងវា attention to detail ហ្នឹងគឺអាចខ្ពស់ជាងខ្ញុំតែចូលចិត្តពីវាមកបែបនេះជាការថតរូបចឹងarchitect ទៀតបានជាមួយអ្នកដែលគាត់ដកកាមេរ៉ាមកគាត់មើលតាម viewfinder ហ្នឹងគាត់ចាប់ frame ថាគាត់ចង់បានរបស់ណាទីតាំងណាហើយ interior designer ព្រៀបបានដូចជាអ្នកតុបតែងពណ៌ color និង filter អត់ផុត engraving ដើម្បីការភាពចុងក្រោយរបស់ភាពស្រស់ស្អាតអញ្ចឹងយើងបាននៅខ្លះៗពីភាពដូចគ្នាភាពខុសគ្នារបស់ជំនាញទាំងពីរហ្នឹងហើយប៉ុន្តែការប្រៀបធៀបនេះគឺមិនមែនចង់ចង់ឲ្យយើងដឹងថាអ្នកណាផ្កាជាអ្នកណាខ្សោយជាអ្នកណាមានប្រយោជន៍ជាទេការងារទាំងពីរហ្នឹងគឺមានសារៈសំខាន់ដូចគ្នាហើយការងារទាំងពីរហ្នឹងគឺវាជួយ complement គ្នាដើម្បីបង្កើត project មួយដែលវាមានគុណភាពដែលវា coherent functional and aesthetically pleasing សម្រាប់អ្នកប្រើប្រាស់អញ្ចឹងបកមកយើងវិញខ្ញុំគិតថាបងប្អូនជាសិស្សសាស្ត្រទីច្រើនកន្លែងនេះគឺជាអ្នករៀន architect ទេអត់អ្នករៀនជំនាញ architecture ហើយលើកឡើងបាននេះថាអ្នករៀន architecture ខ្ញុំគិតថាទីច្រើនក្នុងវិស័យសម័យឥឡូវទៅមានអ្នករៀន interior designer អញ្ចឹងយើងតែសួរខ្លួនឯងថា architect យើងនឹងអាចធ្វើ project interior design បានអត់គិតថាបានទេបានចំពោះខ្ញុំ it's a big yes I think we can do it architect can do interior design ប៉ុន្តែ but don't expect it to be easy ពីព្រោះ micro level approach ទៅលើ project interior នឹងគឺត្រូវការបទពិសោធន៍ត្រូវការ attention to detail ត្រូវការភាពអំណត់អត់ធ្មត់ច្រើនណាស់ដើម្បី design មួយសម្រាប់មនុស្សប្រើប្រាស់អបតរថ្ងៃហ្នឹងអញ្ចឹងវា experience យើងត្រូវការទោះបីយើង architect យើងអាចយកខ្លះពីការតបតែងល្អក៏ដោយប៉ុន្តែ experience គឺវាសំខាន់ណាស់ដើម្បីយើងធ្វើការងារ interior design ហើយចំណុចទី2នេះគឺមាន design element មួយចំនួនដែល maybe architect is not familiar with maybe something that we doesn't possess yet from the school អញ្ចឹងវាដូចជាការប្រើប្រាស់បន្ទាត់ការប្រើប្រាស់ពណ៌ការប្រើប្រាស់ពន្លឺផ្នែកខាងក្នុងហ្នឹងគឺត្រូវការ research របស់វិស័យច្រើនដូចគ្នាបន្តមកទៀតហ្នឹងការងាររបស់ interior គឺយើងត្រូវការយល់ដឹងពីចរិតមនុស្សផ្សេងការសិក្សានោះវាខ្ពស់ជាងតែ behavior និង lifestyle នេះត្រូវយល់ដឹងច្បាស់ពីផ្លែហ្នឹងដើម្បីតបតែងទាំងពណ៌ទាំងខាងក្នុងហ្នឹងឲ្យវាមានសកម្មភាពហើយត្រូវចិត្តអ្នកប្រើប្រាស់អញ្ចឹងតាមពិតទៅ topic មួយហ្នឹងគឺខ្ញុំចង់ផ្ញើជូនដល់បងប្អូនពីច្រើនខ្ញុំដឹងថានឹងពីច្រើនគឺអ្នកដែលកំពុងតែសិក្សាផ្នែកហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាប់បានគិតមើលម្ដងនេះថាតើ interior design ឬក៏ architect ហ្នឹងគាត់ជាអីគេជំនាញរបស់គាត់ហ្នឹងគាត់ធ្វើអីខ្លះដើម្បីយើង reflect វិញមកខ្លួនឯងវិញថាយើងពិតជាស្រឡាញ់ជំនាញហ្នឹងអត់តែយើងចង់ design ពីប្រភេទខាងក្នុងឬក៏យើងចង់ធ្វើជារូបជាអ្នកដែលបង្កើតវិជ័យនេះជា master planning ឬក៏ធ្វើអាគារនឹងកើតឡើងហើយបន្ទាប់ពីយើង reflect មកខ្លួនឯងថាយើងពិតជាស្រឡាញ់ជំនាញហ្នឹងដែរវាគិតថាវាជួយយើងដូចថ្ងៃមុខនៅពេលដែលយើង choosing our career path ជួយឲ្យយើងធ្វើអីដែលយើងស្រឡាញ់ធ្វើអីដែលយើងចូលចិត្តវាជួយយើងធ្វើឲ្យការងារយើងល្អជាងមុនហើយសប្បាយចិត្តនៅក្នុងរយៈពេលយូរបែបអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្ត explore អ្វីថ្មី explore អ្វីដែលជាមេរៀនថ្មី collaborate ជាមួយអ្នកជុំវិញខ្លួនរបស់យើងជាមួយ co-worker របស់យើងហ្នឹងរៀនពីគ្នាទៅវិញទៅមកពី designer ពីនេះទាំងអស់ហ្នឹងហើយនៅតែបន្តបង្កើតអ្វីដែល something that truly inspiring សម្រាប់អ្នកទាំងអស់គ្នាសូមអរគុណ